ដល់ម៉ោងចូលចង្ក្រានធ្វើជាស្ត្រីមេផ្ទះទៀតហើយបងប្អូននិយាយថាមួយថ្ងៃហ្នឹងគឺចេញអត់រួចទេវិលចុះវិលឡើងហ្នឹងល្ងាចវិលចុះវិលឡើងហ្នឹងដល់ម៉ោងធ្វើម្ហូបហើយម៉ែក្មេងខ្ញុំវិញគេថាឲ្យតែបានកូនប្រសានៅផ្ទះធ្វើម្ហូបហ្នឹងគឺគាត់សប្បាយចិត្តមែនទែនគាត់តែខ្ញុំចូលចង្ក្រានពឹបទូរស័ព្ទទេមករគាត់ហ្នឹងទៅដើរលេងជាមួយនឹងយាយនៅចិត្តផ្ទះហ្នឹងបាត់ហើយនាំអូនអ៊ីទៅជាមួយពួកអីគេមានចៅមួយដែរហើយកូនកុំភ្លេចធ្វើម្ហូបល្ងាចហ្នឹងសម្រាប់អូនអ៊ីផងនិយាយថាខ្ញុំហ្នឹងមួយថ្ងៃអារនឹកមុខម្ហូបសម្រាប់អ្នកផ្ទះហើយហ្នឹងរនឹកមុខម្ហូបសម្រាប់កូនស្រីខ្ញុំទៀតហើយម្សិលមួយថ្ងៃហ្នឹងម៉ែក្មេងខ្ញុំគាត់ទិញព្រាបមកបងប្អូនពេលអញ្ចឹងទៅតែបានថ្ងៃហ្នឹងទេរំងាស់ទឹកស៊ុបហ្នឹងតាំងពីព្រឹកដល់ពេលអញ្ចឹងរំងាស់ស៊ុបអីហើយអស់យកទឹកស៊ុបហ្នឹងស្រុះមីអីគាត់ញ៉ាំអញ្ចឹងណាហើយខ្ញុំលាយជាបន្លែប៉េងប៉ោះហើយនឹងស្ពៃហើយនឹងសាច់ព្រាបហ្នឹងយើងច្រាំឲ្យម៉ត់អីអញ្ចឹងណាហើយកូនស្រីរបស់ខ្ញុំតើធ្វើបែបអញ្ចឹងអីបានចូលចិត្តញ៉ាំណាមួយអត់សូវឲ្យគាត់ញ៉ាំចម្រុងច្រឡំជាមួយនឹងយើងមនុស្សធំទេដោយសារម្ហូបរបស់មនុស្សធំយើងប្រើអំបិលប្រើអីប្រៃអីអញ្ចឹងទៅអត់ល្អសម្រាប់កូនក្មេងអញ្ចឹងយើងធ្វើឲ្យគាត់ផ្សឹងយើងអត់មានថែមគ្រឿងអីទេថែមតែគ្រឿងសម្រាប់កូនក្មេងហ្មងអញ្ចឹងណាហើយបន្ទាប់ពីធ្វើមីរបស់គាត់នឹងឆ្អិនហើយក៏ចាប់ផ្ដើមឆាបន្លែប្លុកហើយនឹងបកងនេះរបស់យើងនឹងគ្រឿងនេះគឺគ្រឿងខ្ទឹមសបងប្អូនឆាបែបរសជាតិខ្ទឹមហ៎ប៉ុន្តែគ្រឿងរបស់បកងនេះគេនឹងប្រៃណាបងប្អូនតែយើងឆាច្រឡំដាក់លីងអំបិលលីអីនឹងដឹងតែប្រៃខាស់ហ្មងដូចបងថ្លៃខ្ញុំឆាងាយមុនណាក៏អត់បានភ្លក់មើលមានណាឡើងប្រៃហូបអត់ឆ្ងាញ់ទេបន្ទាប់ពីធ្វើអីហើយឆ្អិនអស់ហ្នឹងតែហៅគាត់មកនេះមកដល់ល្មមអូនអ៊ីជាមួយនឹងយាយហ្នឹងគឺមកដល់ផ្ទះហើយមកញ៉ាំមីខ្លាចតិចអស់អញ្ចឹងណាឲ្យយាយហើយនឹងចៅនឹងត្រូវគ្នាមែនតើនៅខាងដើរលេងបានយាយចប់ផ្ទះនឹងនៅខុនដូចិត្តគ្នានឹងគាត់ហៅទៅលេងចៅគាត់មានម្នាក់ដែរអញ្ចឹងនាំទៅលេងជាមួយគ្នាអញ្ចឹងទៅត្រូវរើគ្នាណាបើមិនដើរពេលព្រឹកពេលថ្ងៃបើពេលថ្ងៃពេលយប់ពេលញ៉ាំបាយញ៉ាំអីហើយនាំគ្នាដើរលេងហើយដោយសារខាងក្រៅមានគេរំគេអីសម្រាប់ក្មេងអីគាត់លេងគាត់អីអញ្ចឹងណាខែក្តៅអញ្ចឹងទៀតខ្យល់ត្រជាក់ទៅវាអត់សូវត្រជាក់ដូចការខែត្រជាក់ពិបាកដើរបងប្អូនហើយឆាបកងនេះគឺថាតំណងមែនតើថ្ងៃនឹងឆាត្រូវគ្រឿងដោយសារចុងភៅពីអ្នកបងស្រីខ្ញុំអ្នកឆាផងហើយខ្ញុំជួយថែមគ្រឿងផងដែលយើងថែមជាមួយបាយ៉ានេះមកកំប៉ុងទៀតឡើងតំណងមែនតើថ្ងៃនឹងឆាឡើងត្រូវគ្រឿងហ្មងហើយឡើងឆ្ងាញ់ដូចថ្ងៃមុនបងថ្លៃខ្ញុំគាត់ឆាទៅក៏អត់បានភ្លក់គ្រឿងបកងនេះនឹងរៀងប្រៃអញ្ចឹងទៅយើងវាអត់សូវមានជាតិទេវាទៅជាប្រៃណាហើយបងស្រីរបស់ខ្ញុំនឹងគាត់មកលេងទាំងគាត់ទិញថែមជាទាខ្វៃពេកកាំងនេះបងប្អូនយកមកហូបដែរអញ្ចឹងណានឹងតំណងមែនតើនិយាយទៅបងស្រីខ្ញុំគាត់តែមកដល់ពេលណានឹងគឺអត់ដែរខ្វះមកហូបអាហារទេដឹងថាគាត់ចង់ញ៉ាំអីហ្នឹងទិញនេះទិញនោះនឹងដល់សបោឡើងម៉ែក្មេងខ្ញុំថាអូយមិនបាច់ទិញមកទេឡើងខ្លាចចិត្តគាត់ណាមកដល់លេងផ្ទះយើងអីអញ្ចឹងគឺអត់មានថាយើងទិញមកហូបទិញអីទេតែភាគច្រើនតែគាត់នឹងទិញមកឲ្យស្រេចសូម្បីតែបកងនេះក៏ដោយគាត់ចង់ហូបអីអញ្ចឹងព្រោះយើងទៅទិញនាំគ្នាយកមកធ្វើហូបទាំងអស់គ្នាហ្មងហើយតំណងមែនតើណាគ្រាន់តែឆាអីឲ្យអស់ហ្នឹងឡើងឈ្ងុយហ្មងដោយសារថ្ងៃមុនហ្នឹងឆាទៅវារៀងប្រៃអត់សូវឆ្ងាញ់ដល់ពេលថ្ងៃហ្នឹងឆាត្រូវជាតិឡើងឆ្ងាញ់មែនតើពេលខ្ញុំឆាបន្លែឆាអីមកមុខពីរមុខទៀតចឹងទៅដោយសារមកសបកទៀតហ្នឹងគ្រួសារខ្ញុំគាត់ចេញមកពីធ្វើការហើយពេលអញ្ចឹងចាំហូបបាយជុំគ្នាហ្មងទៅដោយសារមានមហូបរៀងតំណងដែរចាំដាក់មកកំប៉ុងពីរកំប៉ុងប្រៃគ្នាអីអញ្ចឹងនិយាយទៅនៅចិនឲ្យទៅដល់ខែក្តៅអីអញ្ចឹងគេចូលចិត្តញ៉ាំជាបយ៉ាអីអញ្ចឹងដល់ពេលខែត្រជាក់គឺគេផឹកជាស្រាសស្រាអីអញ្ចឹងបើទៅខាងក្រៅផងគេលើកតុកលើកអីយកមកហូបនៅខាងក្រៅហ្មង